ចូលដល់ថ្ងៃទី4នៃសិក្ខាសាលាគឺជាថ្ងៃចុងបញ្ចប់ហើយចឹងនៅពេលព្រឹកនេះយើងមានការរៀនថ្នាក់រៀនដូចធម្មតាហើយមានការចូលរួមពីគ្រូពេទ្យផ្សេងៗហើយព្រឹកនេះយើងផ្ដោតទៅលើកពេញដៃស្បូនមេរៀនដំបូងហើយបន្តមកគឺបញ្ហាលំបាកមានកូនទៅលើបុរសគឺពាក់ព័ន្ធជាមួយនឹងបញ្ហាផលិតមេជីវិតបុរសហើយគេមានការបង្ហាញជាការវះកាត់ទៅលើបញ្ហាដែលបុរសក៏អត់មានមេជីវិតហ្នឹងគឺគេអាចចាស់យកអរិញមេជីវិតពីក្នុងបំពង់មេជីវិតឬមួយក៏គេចាស់ទៅលើពងស្វាផ្ទាល់តែម្ដងមានន័យថាគាត់មានការផលិតមេជីវិតដែរប៉ុន្តែវាស្ទះផ្លូវចេញចឹងផលិតឲ្យវានៅស្តុកនៅក្នុងពងស្វាហ្នឹងចឹងនៅគេមានអាចការព្យាបាលដោយការវះកាត់បូមយកដែលមេជីវិតបរោះយកមកដាក់បកកកំណត់ IVF បានហើយនៅកម្ពុជាយើងក៏មានដែរនៅតាម clinic បកកកំណត់ធំៗមួយចំនួនគឺគាត់មានធ្វើដែរហើយមេរៀនព្រឹកហ្នឹងភាគច្រើនគឺផ្ដោតទៅលើការលំបាកមានកូនទៅលើបរោះហ្នឹង